ព្រឹកថ្ងៃទី16ហ្នឹងក្របចេះទលឺវាមិនស្ងាត់ទេណាបងប្អូនប៉ុន្តែធ្វើម៉េចទេត្រូវតែមកយករបស់ត្រួសរបស់ចន្ទីហើយបងប្អូនព្រោះយើងខានមកត្រួសយូរវាស្ដុកបាត់ចន្ទីអស់ហើយចន្ទីយើងដាំបាន6ខែបងប្អូនតាំងពីខែ7មកដាំរហូតមកដល់ស្មើហ្នឹងគឺ6ខែហើយ6ខែចន្ទីខ្លះក៏វាធំចន្ទីខ្លះក៏វាតូចអាតូចហ្នឹងដោយសារកុំនិតវាដុះទៅវាក្របដល់ពេលវាក្របទៅវាអត់មានការប៉ះពលឺថ្ងៃវាអត់សូវស្ទុះបងប្អូនហើយកន្លែងណាដែលវាប៉ះពលឺថ្ងៃវាមានការលូតលាស់ល្អវាស្ទុះលឿនមានការចេញត្រួយចេញស្លឹកហើយខ្លះក៏វាធំគួរសមដែរក៏វាមានចេញផ្កាខ្លះដែរបងប្អូនហើយយើងត្រួសមួយមុខនេះមិនចិត្តទេណាបងប្អូនគឺ100ម៉ែត្រត្រួសតែបលាក្របខ្លះវាមានគំនិតខ្លះប៉ុន្តែវាថាត្រួសហ្នឹងគឺពងដៃហើយពងដៃគាត់បានពាក្យស្រោមដៃព្រោះយើងមកត្រួសហ្នឹងគឺចង្ការខាងកើតទេបងប្អូនដែលយើងដាំក្នុងរោងតឡងណាហើយតឡងយើងដាំមកប្រឡោះដែលយើងដាំចន្ទីហ្នឹងវាមកប្រឡោះអែបចន្ទីវាបាន4រោងតឡងដែរឡងឆ្នាំនេះក៏គួរសមដែរបងប្អូនតឡងយើងអាចទទួលយកបានវាក្រាន់ឆ្នាំទៅយើងអាចទទួលយកបានឆ្នាំនេះវាចាត់ទុកថាវាល្អក្រាន់ចុះព្រោះឆ្នាំមុនអត់សូវល្អទេបងប្អូនយើងដាំលេខគ្នាហើយឆ្នាំនេះដាំមកដើមប្រភេទដើមកញ្ញាញ់សុតហើយត្រួសដើមដាច់មុខបងប្អូនកដោដែរម៉ោង11 12ហើយតែដាច់មុខវែងមួយមុខហ្នឹងយើងសម្រាប់2 3ដងបងប្អូននិយាយថាសំលេងក្របវានៅតែលឺអញ្ចឹងឯងវានៅតែលឺហ្នឹងប៉ុន្តែថាទាំងម៉េចបើសិនថាវាត្រូវរត់ក៏រត់គេដែរប៉ុន្តែយើងទៅពេលរួចស្រែហើយក៏យើងនៅផ្ទះបាន1ថ្ងៃ2ថ្ងៃដែរឃើញថាចន្ទីវាស្ដុកទៅហើយក៏យើងមកយកវាទៅបងប្អូននៅផ្ទះពេកក៏មិនកើតដែរហាត់ប្រាណខ្លះចន្ទីដល់ព្រមគេណាដល់នេះដល់រត់ទៅខាត់សិនបងប្អូនគាត់អាចមុខហើយមុខនេះគឺវែងបងប្អូន100ម៉ែត្របន្តិចត្រឹមត្រួសផុតបងប្អូនហើយចន្ទីដល់ពេលយើងត្រួសឆ្លាស់ទៅវាឃើញចន្ទីបើយើងមិនត្រួសទេនេះវាយូរខែយូរឆ្នាំវាងាប់ចន្ទីនេះដាំខែ7បងប្អូនដាំខែ7ហើយត្រួសឆ្លាស់ទៅមើលឃើញចន្ទីបាទដាច់មុខស្លើ100ម៉ែត្រត្រឹមផុតបងប្អូនហើយត្រួសនេះត្រួសទាំងគឺសលេងក្របទៀតបាទមកនោះបាញ់អត់ឈប់ទៅបាច់ច្រើនមែនបងប្អូនហើយនៅតែបន្តបាញ់មកខ្នៃទៀតណាយ៉ាប់មែនបងប្អូនត្រួសទៅផុតហ្នឹងបងប្អូនអូយផុតណាបងប្អូនហើយចន្ទីនេះចន្ទីមកជួយរេចន្ទីជិះលា